ជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube និង Facebook ដោយសេចក្តីគោរពរាប់អាននៅពេលនេះសូមអង្វែរំពុកម៉ែបងប្អូនរីករាយទស្សនាមើលទស្សនវិជ្ជាវត្តពលានមានជ័យដែលក្នុងចំណោមវត្តមានប្រជាពុទ្ធបរិស័ទតិចជាងគេបង្អស់នៅខេត្តឃ្លាំងបាទខ្ញុំបាទបានសួរបដិជគុណថាពុទ្ធបរិស័ទនៅក្នុងវត្តចំណុះជើងវត្តនេះមានប៉ុន្មានគ្រួសារលោកថាបានតែ60គ្រួសារទេក្នុងនោះចំនួនពុទ្ធបរិស័ទហ្នឹងពួកគាត់ទៅរកស៊ីនៅទីក្រុងព្រៃនគរប៊ិនយើងដងណាយអស់ជាងពាក់កណ្ដាលហើយឥឡូវនេះសូមអញ្ជើញពុកម៉ែបងប្អូនរីករាយនឹងទស្សនាមើលការបង្វិលអំពីទស្សនវិជ្ជាទាំងស្រុងនៅក្នុងវត្តពលានមានជ័យតែម្ដងសូមអញ្ជើញពុកម៉ែបងប្អូនរីករាយនឹងតាមដានមើលការ review របស់ខ្ញុំបាទនេះគឺជាផ្លូវដើរចូលទៅក្នុងបរិវេណវត្តប្រលានមានជ័យបាទប្រលានមានជ័យហើយនឹងក្នុងបរិវេណវត្តបើតាមការមើលឃើញរបស់ខ្ញុំបាទហ្នឹងគឺថាក្នុងវត្តបដិជគុណគង់ចាំប្រវសាគង់ចាំវត្តនេះតែមួយអង្គឯងឯងប៉ុន្តែបើតាមការមើលឃើញរបស់ខ្ញុំការរៀបចំរបស់បដិជគុណទីធ្លាគឺថាស្អាតល្អថ្មីត្បិតតែពុំបានស្កឹមស្កៃនៅកំរាលអត់ថ្មផ្កាអីជាដើមប៉ុន្តែខ្ញុំមើលឃើញថាបរិវេណបានរៀបចំបោសសម្អាតយ៉ាងស្អាតបាទតែម្ដងនៅឥឡូវនេះសូមអញ្ជើញពុកម៉ែបងប្អូនទស្សនាមើលតាមកញ្ចក់ទូរស័ព្ទរបស់ខ្ញុំបាទហើយបើសិនជាពុកម៉ែបងប្អូនចង់ក្រមទ្រនៅវីដេអូខ្ញុំបាទហ្នឹងសូមចូលទៅ YouTube ឈ្មោះសុកធាជីបបាទនេះមើលទស្សនវិជ្ជានេះបើខ្ញុំបានសួរបដិជគុណថានេះគឺសាលាឆាន់ផងរោងបាយផងគត់ផងរួមចូលគ្នាទាំង3តែម្ដងបាទនេះគឺបរិវេណជុំវិញវត្តណាមានស្រែទឹកលិចគួរឲ្យកំសត់ណាពុកម៉ែបងប្អូនមើលឃើញនៅវត្តនេះកំសត់ខ្លាំងណាបងប្អូនកំសត់ខ្លាំងណាបងប្អូនអើយក្នុងចំណោមវត្តដែលមានពុទ្ធបរិស័ទមានចំនួនតិចជាងគេនៅក្នុងខេត្តឃ្លាំងណាដល់អញ្ចឹងទៅមើលឃើញថាកំសត់បន្តិចពុកម៉ែបងប្អូននេះគឺជាព្រះវិហារដែលខ្ញុំបានសួរបដិជគុណថាចាប់ពីកសាងមកប្រហែលឆ្នាំហើយព្រះវិហារនេះកសាងចាប់តាំងពីឆ្នាំ2001រហូតមកដល់សម័យបច្ចុប្បន្ននេះពុំទាន់បានបញ្ចុះខណ្ឌសីមាឡើយមកអំពីវត្តនៅមានការខ្វះខាតថវិកាដើម្បីកសាងនៅសមិទ្ធផលនានាផ្សេងនេះគឺបរិវេណជុំវិញព្រះវិហារនិងព្រះវិហារបាទព្រះវិហារ
ដល់ពេលយើងកសាងយូរឆ្នាំពេកទៅទឹកពណ៌ហ្នឹងក៏ស្រអាប់រស្មីអស់ដែរពុកម៉ែបងប្អូនជំវិញព្រះវិហារនេះបរិវេណជំវិញព្រះវិហារដែលមាននេះគឺបរិវេណជំវិញព្រះវិហារហ្នឹងទឹកលិចលង់អស់ពុកម៉ែបងប្អូនលិចលង់ខាងនេះស្រែឥឡូវនេះរដូវទឹកលិចផងលិចអស់បងប្អូនបើសិនជាពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube បានមើលឃើញទស្សនវិជ្ជាបែបនេះហើយគឺមានបំណងចង់ផ្សារភ្ជាប់ជានិស្ស័យក្នុងពុទ្ធសាសនាបានមើលឃើញទស្សនវិជ្ជាបែបនេះក៏ជួយ like និង share ចែកជូនដល់ពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសមើលឃើញទស្សនវិជ្ជាបែបនេះផងដែលវត្តមានចំនួនពុទ្ធបរិស័ទតិចជាងគេបង្អស់នៅក្នុងខេត្តបាទនេះគឺជាផ្លូវចុះអំពីព្រះវិហារគឺមានបង្គោលភ្លើងបំពាក់ដោយសត្វហង្សពីលើហ្នឹងអមសងខាងបង្គោលភ្លើងចុះពីព្រះវិហារមកពុកម៉ែបងប្អូនមើលទៅតាមកញ្ចក់ទូរស័ព្ទខ្ញុំបាទនេះឥឡូវនេះខ្ញុំសឹមដើរចូលថ្ងៃនេះក៏កប់ជួនដែរខាងភូមិបង្កក់ហើយនឹងភូមិចំណុះជើងវត្តប្រាសាទគង់បានកំពុងតែចេញដំណើរមកហើយគឺមកវេចង្ហាន់នៅវត្តពលានមានជ័យនេះឯងឥឡូវនេះខ្ញុំបាទកំពុងតែរៀបចំខ្លួនចាំទទួលនៅក្នុងសាលាឆាន់ផងរោងបាយផងគាត់ផងនេះនៅក្នុងសាលាឆាន់បាទហើយរួមគាត់ផងសាលាផងរោងបាយផងបងប្អូនមកចូលមើលនៅក្នុងរោងផតធ្វើទៅបិទតែវត្តទូចទេប៉ុន្តែការរៀបចំរបស់លោកគុណឃើញថា
ស្អាតល្អកន្លែងដូចខ្ញុំនិយាយខាងដើមបាយហ្នឹងគឺថាសាលាឆាន់ផងរូងបាយផងគាត់លោកនៅផងនេះកន្លែងនិយាយតាកំពុងតែដាំស្លនិយាយតាកំពុងរៀបចំដាំស្លហ្នឹងមើលឃើញថាវត្តតូចទេប៉ុន្តែការរៀបចំរបស់ព្រះចៅអធិការឃើញថាស្អាតនេះកន្លែងលាងចានឆ្នាំងការរៀបចំបានស្អាតល្អ